បងប្អូនចង់ឲ្យ AI រុញคลิปយើងឲ្យផ្ទុះអត់បងប្អូនមិនថាខ្ញុំឬបងប្អូនទេអ្នកធ្វើវីដេអូគឺចង់ឲ្យតែផ្ទុះមិនអត់បងប្អូនថាមើលបងប្អូនអ្នកធ្វើវីដេអូដៃថ្មីខ្ញុំក៏អ្នកថ្មីដែរបងប្អូនដូច្នេះយើងត្រូវចេះជួយគ្នាដោយកด like កด comment ឲ្យគ្នាទើបពួកយើងអាចទៅមុខរួចបើយើងសង្ឃឹមបងប្អូនអ្នកធ្វើវីដេអូចាស់ៗគឺមិនងាយទេបងប្អូនហើយយើងក៏កុំអន់ចិត្តនឹងពួកគាត់ព្រោះវីដេអូយើងអត់ទាន់ផ្ទុះនឹងធ្វើឲ្យពួកគាត់មើលឃើញដែរនៅថ្ងៃណាមួយដែលវីដេអូយើងផ្ទុះទៅដល់ពួកគាត់ក៏គង់តែចុច like កด comment ឲ្យយើងដូចគ្នាដែរខ្ញុំឃើញបងប្អូនជាច្រើនគាត់បាក់ទឹកចិត្តនឹងបងប្អូនចាស់ៗគាត់ថាហេតុអីខំកด like កด comment ឲ្យគេតែគេអត់ចូលមកសងវិញនោះឯងជាសាហេតុដែលវីដេអូយើងមិនទាន់ផ្ទុះរហូតដល់ពួកគាត់ឃើញទេបងប្អូនតែពេលខ្លះពួកគាត់ឃើញដែរតែពួកគាត់កด comment អត់ទាន់ព្រោះវាច្រើនពេកបងប្អូនខ្លះគឺអត់ទាន់យល់ថានៅពេលដែលវីដេអូផ្ទុះនោះតើវារបៀបណាអានេះសម្រាប់បងប្អូនដែលថ្មីដែលគាត់ធ្វើវីដេអូអត់ទាន់ផ្ទុះគាត់អត់ទាន់យល់ទេបើដូចខ្ញុំដឹងហើយខ្ញុំធ្លាប់មានវីដេអូផ្ទុះ 3-4 វីដេអូដែរបងប្អូនពេលដែលវីដេអូយើងផ្ទុះដល់ខ្ទង់ MM ហ្នឹងបងប្អូនមានអ្នក share ទាំងអ្នក like អ្នក comment អ្នកតាមដានអត់ដឹងមកពីណាទេបងប្អូនគឺចូលមកអូតូបដ ដោយបើដូចខ្ញុំហ្នឹងបងប្អូនមុននឹងខ្ញុំបើក professional mode កាលហ្នឹងអ្នកតាមដានខ្ញុំមានតែ300នាក់ទេបងប្អូនបើគិតពីពេលនោះមកដល់ពេលនេះណាបងប្អូនខ្ញុំធ្វើមកបានប្រហែលជាជាង 3k បងប្អូនឥឡូវអ្នកតាមដានខ្ញុំមានជាង 9000 នាក់ហើយបងប្អូនកាលពីមុនខ្ញុំអត់ទាន់យល់បងប្អូនថ្ងៃណាក៏ខ្ញុំផុសទៅថ្ងៃណាក៏បានផុសទេថ្ងៃណាក៏បានផុសមកវីដេអូថ្ងៃណាក៏អត់សោះថ្ងៃណាក៏បាន2វីដេអូអីទៅបើនិយាយទៅគឺតាមអារម្មណ៍យើងបងប្អូនទើបតែឥឡូវទេដែលខ្ញុំបានផុសជិបជាងមុនបើដូចបងប្អូនដែលចាស់ខ្លះគិតមានអ្នកតាមដានពីមុនមកច្រើនហើយគ្រាន់តែគិតបើក professional mode បានរយៈពេល 3-4k ក៏គិតមានប៊ីតុង set up ហើយបងប្អូនតែអ្នកខ្លះគិតធ្វើមកច្រើនឆ្នាំបងប្អូនទម្រាំនឹងបានប៊ីតុង set up គឺមិនងាយទេបងប្អូនចំណាយពេលរាប់ឆ្នាំណាដូច្នេះសំណួរសួរថាតើធ្វើវីដេអូលំបាកឬអត់ចម្លើយគឺមានទាំងលំបាកហើយនឹងស្រួលហេតុអីបើខ្ញុំឆ្លើយដូច្នេះអ្នកដែលស្រួលគឺគាត់ឆ្លងកាត់លំបាកមកអស់ហើយក៏គាត់ដឹងអស់ពីតិចនិចធ្វើវីដេអូរហូតដល់ពួកគាត់បានគ្រប់គោលការណ៍និងបាន set up tool គ្រប់ទាំងអស់ធ្វើឲ្យពួកគាត់ទាំងអស់នោះមានអ្នកតាមដានច្រើនមានអ្នក share មានអ្នក like comment ជាច្រើននោះហើយជាចំណូលប្រចាំខែរបស់ពួកគាត់ចំណូលទាំងអស់នោះយើងមិនអាចប៉ាន់ប្រមាណបានទេបងប្អូនអ្នកខ្លះក៏បានតិចអ្នកខ្លះក៏បានច្រើនទៅលើការព្យាយាមរៀងៗខ្លួនបងប្អូនខ្លះគិតជោគជ័យមែនទែនសឹងតែប្រាក់ខែយើងមួយឆ្នាំ2ឆ្នាំមិនបានប្រហែលគិត 1k ផងដូច្នេះតើពួកយើងនៅចាំឲ្យទៀតសាកល្បងធ្វើមើលទៅបងប្អូនរីឯការលំបាកវិញណាបងប្អូនសម្រាប់បងប្អូនអ្នកធ្វើវីដេអូថ្មីតែងតែមានជំងឺបាក់ទឹកចិត្តនិងអន់ចិត្តដែលគ្មានអ្នកមើលនិងគ្មានអ្នក like អ្នកខ្លះធ្វើបាន 1k 2k ក៏ឈប់ធ្វើអ្នកខ្លះទៀតធ្វើរហូតដល់ជិត1ឆ្នាំក៏គិតបោះបង់ចោលបើដូចខ្ញុំណាបងប្អូនពេលខ្លះខ្ញុំក៏ចង់បោះបង់ចោលម្ដងដែរតែនឹកឃើញដល់ការដែលយើងធ្វើវីដេអូដំបូងគឺយើងធ្វើដោយការព្យាយាមបើសិនតែយើងបោះបង់នៅពេលនេះគួរស្ដាយណាស់បងប្អូនអើយដូច្នេះបងប្អូនដែលធ្លាប់ធ្វើវីដេអូគួរតែកុំបោះបង់ចោលអីទោះជាយើងរវល់យ៉ាងណាខ្ជិលយ៉ាងណាក៏គួរតែមួយថ្ងៃប្រហោះតែមួយคลิปក៏បានដែរពេលខ្លះយើងមើលមិនឃើញដែរក្រែងលោថ្ងៃណាមួយ Facebook ចិត្តល្អទម្លាក់ tool ឲ្យយើង set up រលុយនឹង Facebook បានពេលនោះជាឱកាសរបស់យើងហើយចុងក្រោយនេះអត់មានអីទេមានជូនពរឲ្យបងប្អូនបានជោគជ័យស៊ូៗបងប្អូន